ពេលវេលាកំពុងរត់ប្រណាំងទៅរកកំណត់ពេលពាក់កណ្ដាលអាធ្រាត្រដែលលោកត្រាំបានកំណត់ឲ្យក្រុងតេរ៉ង់ទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់ប្រសិនបើរងបដិសេធលោកត្រាំនិយាយថារាល់ស្ពានរាល់រោងចក្រថាមពលនៅក្នុងប្រទេសនឹងត្រូវបំផ្លាញចោលនៅពេលព្រឹកព្រលឹមមកទល់ពេលនេះអ៊ីរ៉ង់បានច្រានចោលសំណើរបស់សហរដ្ឋអាមេរិកដែលសម្របសម្រួលដោយប៉ាគីស្ថានសម្រាប់បទឈប់បាញ់ភ្លាមៗនិងការបើកច្រកសមុទ្រហូម៉ូសឡើងវិញផ្ទុយទៅវិញអ៊ីរ៉ង់បានតបវិញជាមួយនឹងការទាមទារចំនួន10រួមទាំងការបញ្ចប់ចំនួនក្នុងតំបន់ពិធីការអនុម័តប្រកបដោយសុវត្ថិភាពការដកទណ្ឌកម្មនិងជំនួយការកសាងឡើងវិញសូមជម្រាបថាកាលពីថ្ងៃច័ន្ទលោកត្រាំបានព្រមានថាប្រទេសទាំងមូលអាចត្រូវបានដកចេញក្នុងរយៈពេលមួយយប់ហើយយប់នោះអាចជាយប់ថ្ងៃស្អែកគាត់មិនគាំទ្រទេបើទោះបីជាអ្នករិះគន់ហៅការគំរាមកំហែងរបស់គាត់ជាអ ក្រិតកម្មសង្គ្រាមក៏ដោយអ៊ីរ៉ង់ក៏មិនគាំទ្រដែរប្រទេសនេះបានបិទច្រកសមុទ្រហូម៉ូសប្រកបដោយប្រសិទ្ធភាពដែលជាចំណុចទាញសម្រាប់ប្រហែល 1/8 នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោកតម្លៃប្រេងកំពុងហក់ឡើងថ្លៃប្រហែល$110ក្នុង1បារ៉ែលកើនឡើង 50% ចាប់តាំងពីសង្គ្រាមបានចាប់ផ្ដើមនៅចុងខែកុម្ភៈរដ្ឋមន្ត្រីអ៊ីរ៉ង់បានអំពាវនាវឲ្យពលរដ្ឋបង្កើតខ្សែសង្វាក់មនុស្សនៅរោងចក្រថាមពលនៅថ្ងៃនេះដើម្បីតវ៉ាបេសកជនអង្គការសហប្រជាជាតិបាននិយាយថាការគំរាមកំហែងរបស់លោកត្រាំគឺជាការញុះញង់ដោយផ្ទាល់ចំពោះអំពើភេរវកម្មប្រទេសប៉ាគីស្ថាននិយាយថាកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលកំពុងខិតជិតដល់ដំណាក់កាលសំខាន់និងរសើបប៉ុន្តែនៅប៉ុន្មានម៉ោងទៅមុខទៀតវាមិនមានកិច្ចព្រមព្រៀងណាមួយដែលមើលឃើញនោះទេ